nơi dây phum tụi muối các bà revia sài thùng tụi lý min pteh chư chah muối đa mนุษย์គ្រប់គ្នាហៅថាផ្ទះខ្មោចតៃហោងគេនិយាយថានៅទីនោះធ្លាប់មានមនុស្សម្នាក់ស្លាប់ដោយគ្មានអ្នកដឹងមូលហេតុហើយវិញ្ញាណរបស់គាត់คล้ายជាខ្មោចតៃហោងអណ្ដែតអណ្ដូងរកអ្នកឲ្យជួយយប់មួយខ្យល់បក់ត្រជាក់សំឡេងសត្វច្រៀងលាន់លឺចម្លែកសុភាក្មេងប្រុសវ័យក្មេងម្នាក់មិនជឿរឿងខ្មោចទេគាត់និយាយថាគ្មានខ្មោចអីទេមនុស្សគិតច្រើនពេកប៉ុណ្ណោះដើម្បីបង្ហាញថាគាត់ក្លាហានសុភាសម្រេចចិត្តទៅផ្ទះនោះម្នាក់ឯងនៅម៉ោងកណ្ដាលយប់ពេលដល់មុខផ្ទះចង្គៀងដៃគាត់ភ្លឺងងឹតទ្វារឈើចាស់ក្រែកបោកដោយខ្យល់សុភាចូលទៅខាងក្នុងឃើញធូលីពេញដៃនិងរូបថតចាស់មួយបាក់បែកភ្លាមសំឡេងស្រែកស្រាវលាន់មកពីជាន់លើជួយខ្ញុំផងបេះដូងសុភាចាប់ផ្ដើមទាត់លឿនតែគាត់នៅតែដើរឡើងចិន្តាពេលទៅដល់បន្ទប់ខាងលើគាត់ឃើញស្រមោលមួយពណ៌សអណ្ដែកកណ្ដាលបន្ទប់សក់វែងគ្របមុខភ្នែកក្រហមភ្លឺខ្មោចតៃហោងនោះនិយាយថាខ្ញុំមិនអាចទៅកាន់ភពក្រោយបានទេព្រោះគ្មានអ្នកត្រួតបុណ្យឲ្យខ្ញុំសុភាក៏ដឹងថាវិញ្ញាណនេះមិនមែនចង់បំភ័យទេប៉ុន្តែចង់បានការជួយគាត់សួរថាតើខ្ញុំអាចជួយអ្វីបានខ្មោចបង្ហាញកន្លែងក្រោមដីដែលមានឆ្អឹងបញ្ចប់ដោយគ្មានការបញ្ចុះសពត្រឹមត្រូវថ្ងៃបន្ទាប់សុភាបានប្រាប់មនុស្សភូមិពួកគេនាំគ្នាធ្វើបិណ្ឌបញ្ចុះសពនិងសូត្រមន្តឲ្យវិញ្ញាណនោះយប់នោះសុភាសុបិនឃើញខ្មោចតៃហោងមកញញឹមហើយនិយាយថាអរគុណឥឡូវនេះខ្ញុំអាចទៅដោយសុខសាន្តចាប់តាំងពីថ្ងៃនោះមកផ្ទះចាស់នោះមិនមានសម្លេងចម្លែកទៀតឡើយមនុស្សភូមិជឿថាខ្មោចតៃហោងបានទៅកាន់ទីសុខសាន្តហើយ